បាទសួស្តីពុកម៉ែបងប្អូនអូថ្ងៃនេះគឺខ្ញុំមកថតរូបទៀតហើយបាទជួយខ្ញុំទៀតហើយគឺថ្ងៃនេះគឺខានចេញវីដេអូយូរបាទគឺខ្ញុំមានបញ្ហាច្រើនបងប្អូនណាបញ្ហារឿងជ្រូកនឹងបងនិយាយទៅរួមយើងអាចចិញ្ចឹមបានហើយចំបានមានកូនមានឈ្មោលអីចឹងទៅរកយើងចឹងក៏យើងចំណាយពេលរកខែគ្រប់ឆ្នាំដែរអ្នកចិញ្ចឹមដូចគ្នាមិនដឹងបងប្អូនណាពេលខ្លះយើងចាំបានហើយអត់រឿងតម្លៃទីផ្សារឡើយវាចាប់បានល្អហើយគ្រាន់ថាជ្រូកយើងចេះយកដល់មានជំងឺវាផ្ទុះជំងឺឈឺអញ្ចឹងណាយើងព្យាបាលវាអត់ជាអញ្ចឹងយើងខាតយើងចាំបានអញ្ចឹងបងប្អូនឲ្យជួយខ្ញុំថតនេះនឹងមិនមកទេអាខ្លះឃើញឈឺបន្តនេះហើយឈ្មោះដែលខ្ញុំទុកហ្នឹងវាបានងាប់ខ្ញុំសុំមិញហើយអញ្ចឹងហើយក៏ទូចយើងទុកមួយទៀតហ្នឹងក៏វាបានឈឺបន្តអញ្ចឹងតែរំដឹងធ្វើមិនទេបាទនឹងយើងដឹងធ្វើមិនទេពេលខ្លះវាឈឺឬខ្លះឈឺអស់ទាំងត្រង់ក៏មានហើយចាប់ដើមយើងចំសារឡើងវិញអញ្ចឹងណាចឹងវាមិនប្រកាសថាយើងចិញ្ចឹមសត្វនឹងជោគជ័យទាំងអស់ទេបងប្អូនគាត់ថាជ្រូកហ្នឹងខ្ញុំមិនដឹងមិនទេឈ្មោលនៅតែខ្ញុំចំភាគច្រើនគឺបានតែមួយឆ្នាំកូនមួយសាគឺវាងាប់តាមមុនចំឈ្មោលដែរងាប់បាទហើយសារនេះខ្ញុំចំឈ្មោលទៀតហើយងាប់ទៀតហើយឈ្មោះដឹងមិនទេតែឈឺរហូតពិសេសគឺជំងឺគឺឈឺនៅខែប្រាំងយើងនេះបងប្អូនខែ3បងប្អូនណាខែ3ខែ4ហ្នឹងបាទគឺជ្រូកចេះតែឈឺបន្តហើយខ្ញុំនឹងចំឆ្ងាយពីគេពីឯងហើយតែនៅតែឈឺទៀត